ក្តៅកកកបែកភាពមីស្ក្រានមីយ៉ាន់ម៉ាប្រឈមជាប់ពន្ធនាគារ2ឆ្នាំបន្ទាប់ពីតែងខ្លួនជាយាយជីក្នុងឈុតតំណាងជាតិប៉ះពាល់ដល់សាសនាក្នុងប្រទេសធ្ងន់ធ្ងរจากកម្មវិធីប្រកួតសម្រាប់ Miss Grand Myanmar ឆ្នាំ2026បច្ចុប្បន្នកំពុងតែដំណើរការប្រកួតយ៉ាងណាមិញមានករណីធ្ងន់ធ្ងរមួយបានកើតឡើងអំឡុងពេលប្រកួតវគ្គបង្ហាញឈុតតំណាងជាតិកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2026កន្លងទៅដោយបេក្ខភាពប្រកួតម្នាក់ឈ្មោះអ៊ីម៉ុនលីវីនចាបេក្ខភាពតំណាងក្រុងថាឈីលេកតុបតែងខ្លួនជាយាយជីដើរបង្ហាញលើឆាកប្រកួតចារូបភាពក្នុងឈុតតំណាងជាតិរបស់បេក្ខភាពអ៊ីម៉ុនលីវីនបានផ្ទុះការប្រតិកម្មខ្លាំងពីពេញបណ្ដាញសង្គមនៅក្នុងប្រទេសមហាជនជាច្រើនបង្ហាញការមិនពេញចិត្តដោយរិះគន់ខ្លាំងថាសកម្មភាពរបស់នាងអ៊ីម៉ុនលីវីនគឺអវិជ្ជមាននិងមិនគោរពដល់សាសនាក្នុងប្រទេសចាស្របពេលរងមតិរិះគន់ដោយព្យុះពីសំណាក់មហាជនលោកម៉ារ៉ាន់សៃហាណេវជា ND ចាកម្មវិធីប្រកួត Miss Grand Myanmar បានចេញមុខមកទទួលខុសត្រូវចានឹងធ្វើការសុំទោសជាសាធារណៈចំពោះចាកំហុសដែលបានកើតឡើងនេះលោកម៉ារ៉ាន់សៃហាណេវបានបញ្ជាក់ថាអំឡុងពេលហាត់សមទាំងពីរលើកនាងអ៊ីម៉ុនលីវីនមិនបានប្រាប់ចាខាងអ្នករៀបចំឈុតដែលនាងនឹងពាក់ឡើងបង្ហាញប្រកួតនោះឡើយហើយមុនដល់វគ្គប្រកួតខាងក្រុមការងារក៏បានប្រមាននិងហាម5ដល់បេក្ខភាពទាំងអស់ជាដាច់ខាតកុំឲ្យបង្ហាញសកម្មភាពណាជាឥទ្ធិពលអវិជ្ជមានប៉ះពាល់ដល់សាសនាក្នុងប្រទេសចាក្រោយកើតមានកំហុសដ៏ខ្លាំងក្លានេះចាខាងអ្នករៀបចំកម្មវិធី Miss Grand Myanmar ក៏បានចេញលិខិតដកនាងអ៊ីម៉ុនលីវីនចេញពីការប្រកួតដោយសារតែរូបនាងស្លៀកពាក់ឈុតមិនសមរម្យបង្ហាញការមិនគោរពដល់សាសនាចាយ៉ាងណាមិញស្ថានភាពនៃករណីនាងអ៊ីម៉ុនលីវីនរួមទាំងអ្នករៀបចំកម្មវិធី Miss Grand Myanmar នេះចាមិនបញ្ចប់ត្រឹមនេះឡើយដោយរឿងកាន់តែក្តៅកកកជាងមុននៅពេលដែល website ផ្លូវការរបស់ក្រសួងវប្បធម៌និងសាសនាប្រចាំប្រទេសមីយ៉ាន់ម៉ាបានចេញមកប្រកាសថាខាងក្រសួងនឹងធ្វើការស៊ើបអង្កេតរួមទាំងក៏ហៅនាងអ៊ីម៉ុនលីវីនចាឲ្យនឹងស្ថាប័ន Miss Grand Myanmar ឲ្យចូលខ្លួនមកសហការបកស្រាយជុំវិញហេតុការណ៍ដែលកំពុងផ្ទុះផ្អើលខ្លាំងនេះតែឲ្យដឹងបើតាមច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាលើបទប្រមាថនាងអ៊ីម៉ុនលីវីនអាចប្រឈមមុខនឹងជាប់ពន្ធនាគារដល់2ឆ្នាំគួរឲ្យដឹងថាកម្មវិធីប្រកួតសម្រាប់ Miss Grand Myanmar ឆ្នាំ2026មានបេក្ខភាពចូលរួមប្រកួតចំនួន27នាក់ដោយវគ្គប្រកួតផ្ដាច់ព្រាត់នឹងធ្វើឡើងនៅថ្ងៃទី7ខែឧសភាឆ្នាំ2026នេះ